ទាហានថៃ5នាក់ត្រូវបានបាញ់សម្លាប់ដោយក្រុមប្រដាប់អាវុធភាគខាងត្បូងមុនតែ2ថ្ងៃនៃខួប1ឆ្នាំដែលយោធាថៃឈ្លានពានលើទឹកដីកម្ពុជាការវាយប្រហារដ៏កក្តៅបំផុតនៅតំបន់ភាគខាងត្បូងថៃកាលពីថ្ងៃទី22ខែកក្កដាបានឆក់យកជីវិតទាហានថៃដល់តែ5នាក់នៅខេត្តនារាធិវត្តនាំឲ្យអាជ្ញាធរថៃខឹងសម្បាប្រកាសសងសឹកទាល់តែបានគណៈហេតុការណ៍នេះបានកើតឡើងមុនតែ2ថ្ងៃប៉ុណ្ណោះមុនដល់ខួប1ឆ្នាំនៃហេតុការណ៍បានឈ្លានពានចូលទឹកដីកម្ពុជាថ្ងៃទី24កក្កដាឆ្នាំ2025និងថ្ងៃទី24កក្កដាឆ្នាំ2026ទាហានថៃ5នាក់បានពលីក្នុងហេតុការណ៍ដ៏ធ្ងន់ធ្ងរបំផុតប្រចាំឆ្នាំ2026ក្នុងតំបន់ភាគខាងត្បូងដោយបង្កឡើងដោយក្រុមប្រដាប់អាវុធមួយក្រុមបានបើកការបាញ់ប្រហារនិងគប់គ្រាប់បែកទៅលើក្រុមទាហានដែលឈរប្រចាំការនៅប៉ុស្តិ៍ឆៃឆេនៅប៉ុស្តិ៍ត្រួតពិនិត្យតាមដងផ្លូវសង្កាត់តាន់យ៉ុងម៉ាស់ស្រុករ៉ាង៉ែខេត្តនារាធិវត្តកាលពីម៉ោង 6:45 នាទីល្ងាចថ្ងៃទី22កក្កដាឆ្នាំ2026តាមការស៊ើបអង្កេតបឋមនិងវីដេអូពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញថាក្រុមប្រដាប់អាវុធមានគ្នាប្រមាណជាង6នាក់ពាក់ឈុតខ្មៅដែលប្រើរថយន្ត Pick-up ពណ៌ខ្មៅបានធ្វើសកម្មភាពមុនបើកការបាញ់ប្រហារនិងគប់គ្រាប់បែកដាក់កម្លាំងទាហានកំពុងឈរជើងការពារសន្តិសុខសង្គមហើយពីធ្វើសកម្មភាពពួកគេបានបើករថយន្តកិច្ចខ្លួនភ្លាមៗគណៈកម្លាំងសន្តិសុខបានបិទគប់ក្នុងតំបន់បានប្រមូលភស្តុតាងនិងបើកប្រតិបត្តិការតាមប្រមាញ់ជនឡើយដល់ទាហានថៃដែលបានពលីមានចំនួន5នាក់ដូចជាទី1អនុសេនីយ៍តូធារាយុទ្ធសុមាកើតទី2វិមុនដាថងទី3វិសិតកែវសេនាទី4សាឡាហូឌីងពេជ្រនិងសាគ្រីណាចេណាក្រោយពីការបាត់បង់ជីវិតទាហានថៃ5នាក់ក៏មានប្រជាពលរដ្ឋថៃរងរបួសជាច្រើនអ្នកថែមទៀតដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក្រោយពីការវាយប្រហារអភិបាលខេត្តនារាធិវត្តដឹកនាំប៉ូលីសទាហានជាន់ខ្ពស់អាជ្ញាធរមូលដ្ឋានពិនិត្យទីតាំងកន្លែងកើតហេតុនិងបើកកិច្ចប្រជុំបន្ទាន់ដើម្បីកែសម្រួលកម្លាំងសន្តិសុខឲ្យស្របតាមផែនការនីមួយៗលោកអភិបាលខេត្តបានបង្កើនការណែនាំវិធានការសម្ងាត់និងពង្រឹងការយាមល្បាតនិងបង្ការកុំឲ្យមានការបាញ់ប្រហារសារជាថ្មីបានចោះសួរសុខទុក្ខអ្នកនិងបញ្ជាឲ្យផ្ដល់នូវការជួយសង្គ្រោះនិងសំណងដល់ជនរងគ្រោះឲ្យបានពេញលេញជាមួយគ្នានេះដែរអនុសេនាសន្តិសុខផ្ទៃក្នុងភូមិភាគ4បានចេញសេចក្តីប្រកាសសម្ដែងនឹងការរំលែកទុក្ខទៅកាន់គ្រួសារទាហានដែលបានពលីនិងអាជ្ញាធរបានបញ្ជាក់ដល់សិទ្ធិសុខុមាលភាពគ្រប់បែបយ៉ាងដល់គ្រួសាររបស់ពួកគេនិងពន្លឿនការស៊ើបអង្កេតតាមប្រមាញ់ជនដៃដល់មកដាក់ទោសតាមច្បាប់ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះដែលបានពលីនិងស្ដារទំនុកចិត្តប្រជាពលរដ្ឋនិងសន្តិសុខក្នុងតំបន់ឡើងវិញ